បន្ទាប់ពីមានការបង្ហោះចែកចាយនៅវីដេអូនារីម្នាក់ដោះអាវបញ្ចេញដើមទ្រូងក្នុងសង្គ្រាមស្វាយរៀងកាលពីថ្ងៃទី14ខែមេសាឆ្នាំ2025ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមការលេងបាញ់ទឹករាំលេងកម្សាន្តរង្វង់មូលនៅក្រុងស្វាយរៀងដោយមានការប្រគំតន្ត្រីផងនោះស្រាប់តែមាននារីម្នាក់ដែលសមត្ថកិច្ចខេត្តស្វាយរៀងបានបញ្ជាក់ថាជាជនជាតិវៀតណាមនោះបានរាំហើយដោះអាវបញ្ចេញដើមទ្រូងធ្វើឲ្យអ្នកឃើញហេតុការណ៍នោះឆោភ្លឹកតែម្ដងនៅក្នុងហេតុការណ៍នោះមានអ្នកថតវីដេអូជាប់បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមនិងមានអ្នកចូលរួមបញ្ចេញមតិរិះគន់អ្នកខ្លះក៏បានជេរអ្នកខ្លះក៏ចង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធស្វែងរកអត្តសញ្ញាណនៅព្រឹកថ្ងៃទី15ខែមេសាឆ្នាំ2025នេះលោកកៅសុថាស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានប្រចាំការនៅគោលដៅរង្វង់មូលខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថានៅត្រង់ចំណុចរង្វង់មូលខេត្តស្វាយរៀងទល់មុខនឹងកន្លែងប្រគំតន្ត្រីមាននារីម្នាក់ដែលជាជនជាតិវៀតណាមឆ្លងដែនចូលមកលេងកម្សាន្តនៅក្នុងសង្គ្រាមខេត្តស្វាយរៀងដោយមានភាពសប្បាយខ្លាំងពេកបានជាគាត់ដោះអាវបញ្ចេញសាច់សខ្ចីនិងដោយមិនបានដឹងខ្លួនលោកស្នងការរងបានបន្តទៀតថានារីជនជាតិវៀតណាមនេះគឺគាត់ពាក់អាវពីរជាន់ដោះអាវក្រៅចេញនៅក្នុងអាវក្នុងពណ៌សាច់អាវកេននារីមើលទៅដូចជាសាច់ពិតៗតែតាមការពិតគឺអាវកេននិងមានបិទបាំងចុងសុដន់ចិត្តទៀតផងប្រភពបានបន្តទៀតថាក្រោយពីនារីជនជាតិវៀតណាមរំដោះអាវចេញនោះសមត្ថកិច្ចបានកោះហៅយកមកធ្វើការអប់រំណែនាំកុំឲ្យគាត់ធ្វើសកម្មភាពនេះបន្តទៀត